ស្មើអញ្ចឹងណាហើយគេធ្វើវាដោយត្រង់យើងដាក់តពូនអញ្ចឹងហើយតមកទៀតគេដាក់ក្របវាដាក់ក៏ប៉ុន្តែយើងមើលឃើញថាមុនពេលដែលគេដាក់ក្របដើមហ្នឹងគេត្រូវការពារវាពីពន្លឺថ្ងៃនិងទឹកភ្លៀងដោយប្រក់ដបោពណ៌ស្មើបែបហ្នឹងអញ្ចឹងគេដាំនៅដីរាបស្មើហ្នឹងចំនួន2ឆ្នាំសិនហើយនេះគឺជាកូនញិនសិនមានអាយុ2ឆ្នាំពេលដែលវាគ្រប់2ឆ្នាំហើយជំនួយកសិករគាត់កំពុងតែរើសមើលស្លឹកមើលអាណាគេដែលល្អបំផុតហើយគេនឹងselectវាគេអត់ដាំនៅនឹងទីទៀតគេយកវាដាក់នៅក្នុងទៅជើហើយបន្តមកទៀតគេរៀបចំវាយកទៅដាំនៅលើភ្នំថែម4ឆ្នាំទៀតគ្រប់មួយឆ្នាំបងប្អូន6ឆ្នាំដោយសារដាំនៅដីទៀត2ឆ្នាំហើយដីលើភ្នំ6ឆ្នាំ4ឆ្នាំអញ្ចឹងគ្រប់6ឆ្នាំពេលដែលគ្រប់6ឆ្នាំហើយវាចាប់ដើមពេញវ័យមានពេញរូបរាងលក្ខណៈហើយគ្រប់6ឆ្នាំគឺនៅរដូវលឹកឈើប្រែពណ៌ដោយវីដេអូបាញ់មិញគេចាប់ដើមបបោផលវាហើយគេរើសអាណាតូចអាណាធំលេខ1លេខ2អីចឹងទៅហើយគេ process វាហើយបន្តមកទៀតគេលក់នៅទីផ្សារឲ្យយើងញ៉ាំឥឡូវបងមកតាមខ្ញុំមក